Đâyបងចឹងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀប integrate ពី Localize Book ទៅ Simplify អញ្ចឹងបើបងប្អូនមាន business ច្រើនដូចទីហោដូចខ្ញុំខ្ញុំមាន demo ច្រើនអញ្ចឹងខ្ញុំចង់ integrate business មួយនេះឈ្មោះថា Localize Demo ទៅ Simplify អញ្ចឹងបង log in ហើយបងជ្រើសរើស business ហ្នឹងមក go to businessចាបងចេញផ្ទាំងនេះបងយកពី app setting យកពី integration localize simplify ហើយបងរើស business ដែលបងចង់ integrate មិញខ្ញុំមានច្រើន business អញ្ចឹងខ្ញុំ integrate មក business មួយនេះឈ្មោះថា localize demo ចុចលើវាហើយយកពី integrate confirm មកចាអញ្ចឹងតែប៉ុណ្ណឹងគឺការភ្ជាប់ពី Localize Book ទៅ Simplify របស់បងគឺ success ហើយបើបងចង់ទៅមើលនៅក្នុង Simplify បង go to business ទៅគឺវា app យើងនឹងរុញទៅ Simplify ដែលបងអាចធ្វើការប្រកាសពន្ធបានដោយគ្រាន់តែ send data យកពី Localize Book អរគុណ